បានមិនសួរប្រិមត្តទស្សនិកជនជាទីមេត្រីប្លែកទៀតហើយឥឡូវនេះខ្ញុំបានមកដល់ទីតាំងរីសតមួយកន្លែងស្ថិតនៅជិតវិមានឯករាជ្យក្រុងសែនបរមខេមរៈគិរីដែលលាយឡំជាមួយទៅនឹងបរិយាកាសដ៏បរិសុទ្ធមែនទែនអ្វីដែលពិសេសបំផ្លែកប្លែកខ្លាំងក៏ដោយសារយើងអាចងុយទឹកលេងកំសាន្តហើយយើងមើលទៅជើងភ្នំដ៏កមុំដែលមានទីតាំងដ៏ស្រស់ស្អាតហ្នឹងគឺសម្រស់បៃតងហើយរដូវ green season នេះយើងសង្កេតឃើញថានៅខេមរៈគិរីរបស់យើងគឺពោពេញទៅដោយកម្រាលព្រំបៃតងតែម្ដងគ្រប់ទីកន្លែងតែអ្វីដែលសំខាន់នៅពេលដែលយើងមកដល់ខេមរៈគិរីហើយបរិយាកាសល្អស្អាតហើយបើយើងអត់មានកន្លែងស្នាក់នៅសមរម្យទេក៏វាអត់សមជាមួយនឹងទេសភាពឬក៏ការចំណាយពេលវេលារបស់ពុកម៉ែបងប្អូនមកលេងនៅខេត្តមណ្ឌលគិរីដែរអញ្ចឹងខ្ញុំសូមណែនាំទីតាំងនេះគឺមានឈ្មោះថា Green House ដែលស្ថិតនៅងាយស្រួលរកមែនទែនបងប្អូនបើយើងនិយាយពីអតីតពលិយន្តហោះគឺនៅជិតវិមានឯករាជ្យត្រង់មកមុខហ្នឹងកន្លែងរូបសំណាកដំរីរមួមដំរីហើយពុកម៉ែបងប្អូនធ្វើដំណើរប្រហែលតែ2ទៅ3នាទីទេគឺមកដល់ទីតាំងរបស់គាត់ហើយនៅទីនេះខ្ញុំសង្កេតឃើញថាគាត់មានការរៀបចំជាអាហារដ្ឋានបែបពិកនិចរបស់គ្រួសារយើងអាចនាំកូនមកលេងអាងហែលទឹកបានដោយសេរីហើយសំខាន់បំផុតមួយទៀតគឺដូចខ្ញុំលើកឡើងដដែលអញ្ចឹងគឺពាក់ព័ន្ធជាមួយទៅនឹងបរិយាកាសគឺល្អបោះមែនតើខណៈពេលដែលខ្ញុំកំពុងឈរនេះសន្តិភាពស្ថិតនៅក្នុងរង្វង់តែ22ទៅ23អង្សាប៉ុណ្ណោះហើយអ្វីដែលសំខាន់មួយទៀតមានកាហ្វេដ៏ឈ្ងុយឆ្ងាញ់កាហ្វេនៅមណ្ឌលគិរីពុកម៉ែបងប្អូនដឹងហើយថានៅខេត្តមណ្ឌលគិរីរបស់យើងគឺល្បីខ្លាំងហើយឥឡូវនេះអាជ្ញាធរខេត្តក៏កំពុងតែព្យាយាមខិតខំពង្រីកនៅដំណាំដាំដុះកាហ្វេនេះបានច្រើនហើយម្យ៉ាងទៀតយើងនៅមាន Fruit Passion មាន Ber ដែលជារដូវកាលកំពុងតែប្រមូលផលអ្វីត្បិតតែនៅមណ្ឌលគិរីរបស់យើងមានចម្ងាយផ្លូវឆ្ងាយពីរាជធានីភ្នំពេញបន្តិចមែនតែអ្វីដែលសំខាន់បំផុតគឺនៅពេលដែលលោកអ្នកបានជួយមកដល់ទឹកដីនៅខេត្តមណ្ឌលគិរីហើយរាល់ទុកកង្វល់នានានឹងរំសាយអស់ហើយអញ្ចឹងសូមកុំភ្លេចរើការបៃតងកុំភ្លេចមកលេងមណ្ឌលគិរីឲ្យបានទាំងអស់គ្នាបាទសូមអរគុណ